ខ្ញុំឃើញម៉ែគាត់ខិតខំយ៉ាងនេះគឺមានសេចក្តីត្រេកអររីករាយយ៉ាងខ្លាំងព្រោះអីព្រោះថាកុសលទាំងអស់ដែលគាត់ខំសន្សំទៅទាំងថ្នាក់ទានថ្នាក់សិលថ្នាក់ភាវនានេះគឺរមែងគឺយកទៅដល់ខ្លួនឯងនេះជាទីពឹងសម្រាប់ខ្លួនគាត់តែម្ដងហើយដំណើរដែលត្រូវការជូនគ្នានេះគឺជាអំណោយដ៏ធំធេងបំផុតហ្នឹងគឺជាមហាកុសលហ្នឹងហើយតែយើងត្រូវជូនគ្នាណាឥឡូវយើងមកមើលនៅព្រះភិក្ខុសង្ឃណាការឃើញនៅសាមណៈឬព្រាហ្មណ៍ហ្នឹងគឺជាមង្គលហ្នឹងគឺការឃើញទៅដោយសេចក្តីគោរពការឃើញទៅដោយចិត្តដែលទោទន់ទៅលំអោនថាគួរឲ្យគោរពគួរឲ្យជ្រះថ្លាការឃើញគឺមិនប្រកាន់នៅបុគ្គលនោះថាបុគ្គលនោះយ៉ាងម៉េចបុគ្គលនោះធ្លាប់ខុសយ៉ាងម៉េចបុគ្គលនោះធ្លាប់ធ្វើអំពើដែលមិនល្អនោះយ៉ាងម៉េចបុគ្គលនោះធ្លាប់ធ្វើអ្វីមួយដែលខុសឆ្គងមកលើយើងនឹងគឺយ៉ាងម៉េចគឺយើងកុំគិតហើយយើងកុំខ្វល់អ្វីទាំងអស់ឲ្យតែឃើញព្រះភិក្ខុសង្ឃណាឃើញព្រះភិក្ខុសង្ឃហ្នឹងគឺយើងឃើញដោយគោរពឃើញដោយចិត្តទន់ឃើញដោយចិត្តករុណាពីព្រោះព្រះអង្គបានបួសផ្សាងភ្នោះមកបងប្អូនដើម្បីអីដើម្បីរំដោះខ្លួននៃព្រះអង្គឲ្យរួចផុតចាកអំពីសេចក្តីទុក្ខក៏ប៉ុន្តែយើងដែលឃើញនៅសាមណៈឬព្រាហ្មណ៍គឺយើងឃើញដើម្បីនឹកឃើញថាព្រះអង្គគឺអនុគ្រោះចំពោះយើងបើសិនជាមិនមានព្រះភិក្ខុសង្ឃដែលព្រះអង្គទ្រង់បួសទេតើយើងនឹងបាននៅស្រែបុណ្យឯណាមួយឲ្យក្រៃលែងជាងនឹងដើម្បីធ្វើគឺមិនបានទេអញ្ចឹងការឃើញនៅសាមណៈព្រាហ្មណ៍គឺសំខាន់បំផុតគឺការឃើញទៅដោយសេចក្តីគោរពឃើញទៅដល់គុណឃើញទៅដល់ប្រយោជន៍មិនថាសាមណេរឬក៏ភិក្ខុអីបងប្អូនកាលណាដែលយើងមិនប្រកាន់ទៅលើបុគ្គលការឲ្យទានរបៀបហ្នឹងរមែងបានអានិសង្សច្រើនពូជផលដុះដាលទៅក៏ច្រើនហើយលោកសម្ដែងថាអានិសង្សដែលបានធ្វើឧទ្ទិសចំពោះសង្ឃដោយមិនប្រកាន់ថាភិក្ខុនេះចាស់ភិក្ខុនេះក្មេងឬក៏សាមណេរណាតូចតាចឯណាអត់ទេអត់ឲ្យប្រកាន់អញ្ចឹងព្រះអង្គសម្ដែងថារមែងបានអានិសង្សច្រើនហើយរមែងក៏ដូចបូជាចំពោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាបរមនៃគ្រូនៃយើងដូចនេះដែរអានិសង្សនេះកុំឲ្យរបូតកុំឲ្យបាត់បង់ទៅយើងកើតតន់នៅក្នុងការវេលានេះគឺដោះសំគួរបំផុតហើយយើងគួរតែញ៉ាំងនៃកុសលខ្លួនឯងនឹងឲ្យកាន់តែខ្លាំងទៅឲ្យកាន់តែមានកម្លាំងទៅពីព្រោះយើងត្រូវវិច្ចយកនៅកម្លាំងនៃកុសលដែលខ្លួនឯងបានធ្វើនឹងយកទៅទាំងអស់ដោយមិនមានបុគ្គលណាអាចមកជួយយើងបានក្រៅអំពីកុសលនឹងទេបន្ទាប់អំពីស្លាប់មនុស្សដែលជាទីស្រឡាញ់ទោះស្រឡាញ់ខ្លាំងប៉ុណ្ណាក៏ដោយកាលណាដែលស្លាប់ទៅហើយគឺមនុស្សយើងប្រកាសជាបែកឆ្វេងលែងស្រឡាញ់ណាគេស្រឡាញ់បានយើងទៅត្រឹមយើងនៅរស់តែប៉ុណ្ណឹងទេកាលណាដែលយើងស្លាប់បាត់បង់ទៅគឺគេនឹងយកទៅកន្លែងបូជាឬក៏កប់ជាទីបញ្ចប់តែប៉ុណ្ណឹងឯងវាជាទម្លាប់តែសំខាន់បំផុតដែលយើងរស់នៅបច្ចុប្បន្ននេះណាយើងនៅមានឱកាសបានធ្វើគឺល្អខ្លាំងមែនទែនបាទសូមបងប្អូនអនុមោទនា